បើអ្នកទាំងអស់គ្នាចង់ពិនិត្យមើលកោសិកាមហារីកមាត់ស្បូននិងធ្វើតេស្តរក HPV តើអ្នកទាំងអស់គ្នាគួរធ្វើដូចម្តេចចាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវស្វែងរកមន្ទីរពេទ្យដែលមានផ្នែករោគស្ត្រីឬ clinic ដែលមានផ្នែករោគស្ត្រីហើយចូលទៅជួបជាមួយនឹងគិលានុបដ្ឋាឬក៏ឆ្មបហើយប្រាប់គាត់ឲ្យត្រង់ថាខ្ញុំមកនឹងចង់ធ្វើតេស្តពិនិត្យមើលកោសិកាមហារីកមាត់ស្បូននិងធ្វើតេស្តរក HPV ចាបន្ទាប់មកអ្នកគ្រូនឹងចុះឈ្មោះរបស់យើងរួចហើយនឹងនាំយើងទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសផ្នែករោគស្ត្រីដើម្បីធ្វើតេស្តពិនិត្យមើលកោសិកាមហារីកមាត់ស្បូននិង HPV ចាអញ្ចឹងនៅពេលដែលយើងចូលទៅជួបជាមួយគ្រូពេទ្យរោគស្ត្រីគ្រូពេទ្យរោគស្ត្រីនឹងគាត់នឹងសួរយើងអំពីប្រវត្តិជំងឺរបស់យើងចាប្រវត្តិមករដូវរបស់យើងភាពមិនប្រក្រតីអ្វីប្រែប្រួលមិនធម្មតាដែរអត់អញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់សួររួចហើយចាគាត់នឹងណែនាំឲ្យយើងនឹងទៅផ្លាស់សម្លៀកបំពាក់ចាគឺផ្លាស់សពុតណាផ្លាស់សពុតដើម្បីឡើងក្រែរោគស្ត្រីរួចហើយគ្រូពេទ្យក៏ចាប់ផ្ដើមធ្វើតេស្តមើលតែម្ដងក្រោយធ្វើតេស្តរួចយើងត្រូវដូរសម្លៀកបំពាក់វិញហើយស្អាតហើយអ្វីដែលត្រូវធ្វើបន្ទាប់នោះគឺរងចាំលទ្ធផលរយៈពេល1ទៅ2សប្ដាហ៍លទ្ធផលនឹងចេញថាតើយើងមានកោសិកាមិនប្រក្រតីដែរឬអត់ហើយយើងមានឆ្លងមេរោគ HPV ដែរឬអត់